ថ្ងៃទី8ថ្ងៃទី8ណាព្រោះថ្ងៃនេះជាថ្ងៃទី8ខែមករាឆ្នាំ2026ទៅវេលានេះម៉ោង8យប់ម៉ោងទីក្រុងម៉ោងដល់នៃប្រទេសកាណាដាបុណ្យចាប់ដើមធ្វើការពិភាក្សាសូមស្ដាប់ចម្រៀងប្រគេនពរមួយបទដែលមានសម្លេងដូចតទៅនេះសូមថ្វាយបង្គំលក្ខិនប្រណុំដឹងលើសេរសាសូមប្រគេនពរដល់ព្រះករុណាព្រះបណ្ឌិតថ្លៃថ្លានាមផងសវណ្ណសូមព្រះជន្មយឺនយូរសុខភាពបរិបូរណ៍បញ្ញាភ្លឺថ្លាបន្តជួយបំភ្លឺដល់ជើងកាមេរ៉ាឲ្យតាមពីគ្នានឹងបានសុំខាប្រជាធិបតេយ្យរបបប្រពៃដឹកនាំកម្ពុជាបរដ្ឋជាធំជាម្ចាស់វាសនានាំឲ្យកម្ពុជាពុំមានទងខាកងចាក់ទាំងពីរបានរួមមូលមីដើមជាមួយគ្នាពុទ្ធចក្រអនាចក្រមិនឃ្លាតពីគ្នាធ្វើឲ្យកម្ពុជាបានសុខពិនណងសូមថ្វាយបង្គំលក្ខិនប្រណុំដឹងលើសេរសាសូមប្រគេនពរដល់ព្រះករុណាព្រះបណ្ឌិតថ្លៃថ្លានាមផងសវណ្ណសូមព្រះជន្មយឺនយូរសុខភាពបរិបូរណ៍បញ្ញាភ្លឺថ្លាបន្តជួយបំភ្លឺដល់ជើងកាមេរ៉ាឲ្យតាមពីគ្នានឹងបានសុំខាប្រជាធិបតេយ្យរបបប្រពៃដឹកនាំកម្ពុជាបរដ្ឋជាធំជាម្ចាស់វាសនានាំឲ្យកម្ពុជាពុំមានទងខាកងចាក់ទាំងពីរបានរួមមូលមីដើមជាមួយគ្នាពុទ្ធចក្រអនាចក្រមិនឃ្លាតពីគ្នាធ្វើឲ្យកម្ពុជាបានសុខពិនណងពរលំដាប់តទៅទៀតសូមធ្វើវិភាគព្រឹត្តិការណ៍ដែលកើតមាននៅប្រទេសកម្ពុជាក្នុងរយៈកាលប្រមាណថ្ងៃកន្លងមកនេះបងថាមានទុកក្រៀមក្រំដោយបដិបុកលើដំណឹងក៏ទៅដំណឹងតាម Facebook បងបើស្វាមសិលមិញមិននៅចេញទៅក្រៅតិចទៅអត់បានស្ដាប់ទូរស័ព្ទហើយលោកប្រគុណរកេតៈធម្មោគង់សផាន
នៅកាលីហ្វ័រញ៉ាបានទទួលមរណភាពវេលាព្រឹកម៉ោង6:20 នាទីព្រឹកថ្ងៃទី7ទៅថ្ងៃពុធបានសោយទីបង្គាត់ដោយជារាពេទ្យពំហើយទំបានដំណឹងតាម Facebook ទៅវិញពំតាមក្នុង Facebook ហើយសួរលោកនេះថាបញ្ជន104ពំលើចាំស្ដាប់ដំណឹងវត្តនឹងគណៈកម្មការបុណ្យទៅចាត់ចែងរបៀបមិនខ្លះចាំលីពេលទោះបីសុខភាពក៏មិនសូវបបោប្រមាណប៉ុន្តែបែរជាលីទៅប៉ុន្តែចាំមើលពេលណាដែលបុណ្យធំថ្ងៃណាហើយបូជាលោកថ្ងៃណាក៏ចាំសួររំដឹងមើលដឹងច្បាស់បងចាំគូលោកមានគុណច្រើនណាស់ដល់វត្តដល់ទីវត្តផងហើយបងធ្វើពហិយដែលនៅជាពាក់ពេលខ្លះនៅពេលហើយក៏លោកមានគុណធ្វើជួយកសាងពុទ្ធមណ្ឌលកន្លែងព្រះអង្គសម្ដែងធម្មចក្រនោះផងនឹងស្នាបោះរបស់លោកផងធ្វើកន្លែងសម្ដែងធម្មចក្រនៅពុទ្ធមណ្ឌលកម្ពុជានៅឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលលោកទទួលយកកន្លែងព្រះអង្គសម្ដែងធម្មចក្របឋមទេសនាជាដំបូងបងហើយបើជាខាងវត្តបញ្ជូនដំណឹងមកអាត្មាដែរប៉ុន្តែអត់បានចេញទៅក្រៅទៅអត់បានលើកទូរស័ព្ទបងបានលើកទូរស័ព្ទប៉ុន្តែឃើញក្នុងអ៊ីនធឺណិតឃើញដាក់ក្នុង Facebook ទៅវិញបងឃើញក៏គួរឲ្យសោកស្ដាយព្រោះប្រធេរៈធំសគាត់មួយម្ដងបងហើយលោកចុងក្រោយគេបញ្ជូនវិញរហូតដល់ជាង100ថាសួរលោកមិញថា104សគាត់បងគឺជារាពេទ្យហើយបងលោកជារាពេទ្យចាំលីពេលមើលថាចង់ដឹងប្រូក្រាមបុណ្យទៅធ្វើរបៀបមិនខ្លះហើយចង់បានបុណ្យពេលណាបុណ្យធំបើឆ្លៀតពេលទៅពេលបុណ្យធំបុណ្យថ្ងៃណាចាំមើលប្រូក្រាមគណៈកម្មការវត្តហ្នឹងក៏គណៈកម្មការបុណ្យហ្នឹងទៅចាត់ចែងរបៀបមិនចាំស្ដាប់ដំណឹងតទៅទៀតពោះហើយលេពេលពោះលោកមានគុណច្រើនណាស់ពោះមិនតែមកកសាងវត្តលោកមួយទេបានឆ្លៀតឱកាសកសាងពុទ្ធមណ្ឌលនៅឃុំដែលអត់សុកគិនស្វាយខេត្តកណ្ដាលជួយជាវិភាគទានមួយផ្នែករបស់លោកពោះទោះបីលោកជាប់កិច្ចការកសាងព្រះវិហារក៏ដោយក៏ឆ្លៀតកសាងពុទ្ធមណ្ឌលកម្ពុជាបងនៅឃុំដែលអត់សុខគិនស្វាយខេត្តកណ្ដាលបងហើយតើស្មាខានបានតាក់ទងយូរទៅរវល់ហើយក៏សុខភាពមិនបរបោប្រហែលដែរបងថ្មឥឡូវបញ្ជនទំ86បងឆ្នាំថ្មីហ្នឹង86ណាចិត្ត90ដែរប៉ុន្តែលោកប៉ុន្តែដល់ថាហ្នឹងវាពុំមិនឈឺអីជាខ្លួនមិនឈឺខ្លះរោគពីដើមរោគបើមិនឈឺអីក៏ខ្សោយកម្លាំងដែរបងដល់ថ្នាក់ហ្នឹងខ្សោយណាស់ហើយជារាពេទ្យ
ជារៀបពេលឬខ្សោយเป็นដូចគេក្មេងអីបើអាហ្នឹងក៏ប៉ុនវងវាសាច់ឈាមនៅពេញលក្ខណៈបើក្មេងមានកម្លាំងប្រលាំងដល់ថ្នាក់8 9ហើយខ្សោយហើយកម្លាំងវាខ្សោយប៉ុន្តែនិយាយបណ្ដាញសង្គម Facebook បានទាក់ទងនៅប្រទេសកម្ពុជានិយាយបានខ្លះចាំស្ដាប់ដំណឹងពីវត្តត្រីកោតយុទ្ធញ្ញាណោនោះដាក់ឈ្មោះចូលស្នើគេហៅខ្លីត្រីកោតប៉ុន្តែឈ្មោះវែងត្រីកោតយុទ្ធញ្ញាណោជួនណាទៅទៀតលោកដាក់ឈ្មោះវត្តលោកនៅLos Angeles LA យើងចាំស្ដាប់ដំណឹងពីកម្មវិធីបុណ្យនៅវត្តតែចាត់ចែងវាមិនខ្លះចាំមកថ្មទទួលដំណឹងចាំលៃពេលទៅបន្តទៅទៀតលើនិយាយរឿងនយោបាយនៅប្រទេសកម្ពុជាថៃទៅរករឿងមួយខ្មែរបងសងសឹកអីនឹងខ្មែរខុសស្អីតែថៃនឹងរករឿងមួយខ្មែរថៃចូលចិត្តធ្វើចម្បាំងបើចង់បានទឹកដីហើយបារាំងអាណានិគមនិយមបារាំងបានគូសផែនទីកំណត់ទឹកដីរវាងខ្មែរហើយថៃបងច្បាស់លាស់ណាស់បងនៅឆ្នាំ1907និង1904បងបានគូសផែនទីជាមួយថៃច្បាស់លាស់ណាស់អត់មានយកផែនទីណាដែលថៃគូសជាឯកជនយកមកទៀមទាដីខ្មែរទេតែអន្តរជាតិទទួលស្គាល់គឺប្រទេសណាមួយដែលធ្វើអាណានិគមនិយមលើប្រទេសណាមួយលុះអាណានិគមនិយមនឹងថយចេញទៅធ្វើតាមទឹកដីដែលអាណានិគមនិយមបរទេសគឺបារាំងឯងគូសមិនទៅយកតាមនឹងបងអត់យកតាមអីទេបើយកតាមអីទៀតឲ្យឆ្លោះទៅពេញពិភពលោកសេចង់បានរៀងខ្លួនទាំងយកអាណានិគមនិយមបារាំងដែលបកលដីខាងណាបានខាងមិនហើយបើគោរពតាមអាណានិគមនិយមបារាំងទៅអត់មានតោះគ្នាទេបងអត់មានតោះគ្នាទេកុំឲ្យលោកអំណាចគូសផែនទីខ្លួនឯងហើយប្រើចម្បាំងទៅទៀតបងសង្គ្រាមអត់ប្រកាសទេបងចូលឈ្លានពានទឹកដីខ្មែរ2 ដងហើយម្ដងមុនម្ដងក្រោយទៀតបានប្លង់ក៏បែកដែលជាយន្តហោះចម្បាំងពីសហរដ្ឋអាមេរិកមក F16 មកយកមកទម្លាក់នៅទឹកដីកម្ពុជាបងខូចខាតអស់ច្រើនណាស់បងហើយប្លង់ក៏បែកអត់រើសមុខហើយយន្តហោះជាប្រទេសមួយទៀតT50 T50 ជាពីប្រទេសស៊ុយអែតប្រទេសស៊ុយអែតហ្នឹងមានបាញ់ប្លង់នៅខេត្តបាត់ដំបង
4ក្របហើយទម្លាក់ទៅជាយព្រះវិហារ4ក្របទៅទម្លាក់ក៏បែកមកហើយក៏បែកផ្លោងច្រើនណាស់ក៏ច្រើនបែបយ៉ាងហើយខូចខាតវត្តអារាមហើយប្រើក៏បែកចង្កោមហើយបើប្រើផ្សែងពុលហើយបាញ់នៅប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកក៏ថៃបាញ់ចូលខូចខាតអស់ច្រើនណាស់ប្រាសាទព្រះវិហារហ្នឹងបងឲ្យកាត់ស្នះឲ្យខ្មែរទៅហើយទៅបំផ្លាញវិហារហ្នឹងទៀតនៅមិនគួរសោះថៃអត់គួរសោះប៉ុន្តែធ្វើឲ្យគួរបងស្រៀនពៀនទឹកដីខ្មែរនឹងខ្មែរវានៅអីមួយថៃអត់មានរឿងសោះទោះបីថៃលោកយកដីខ្មែរអស់ជាង30ខេត្តក៏ដោយក៏ខ្មែរមិនទាន់មានបំណងទាដីដែលកាលនោះមិនទាន់មានអង្គការសហប្រជាជាតិមិនទាន់មានតុលាការអន្តរជាតិកាត់សេចក្តីព្រោះnóiថៃចូលស្រៀនពៀនខ្មែរលោកយកទឹកដីខ្មែរសតវត្សទី13ហើយខ្មែរកើតតាំងសតវត្សទី1នៃគ្រិស្តសករាជមកបងជាង1000ឆ្នាំហើយដីដែលថៃទាំងសងថ្ងៃជាដីរបស់ខ្មែរប្លន់យកពីខ្មែរទៅរំលោភយកពីខ្មែរហើយនៅចង់បានដីខ្មែរតទៅទៀតចង់បានដីខ្មែរតទៅទៀតហើយចង់បានប្រាសាទរបស់ខ្មែរមានស្ដេចសៀមណាកសាងវាអត់សោះហើយប្រាសាទមួយសិតតែមានស្ដេចខ្មែរកសាងឈ្មោះស្ដេចគេចាំទាំងអស់ស្ដេចណាកសាងវិញគឺមានស្ដេចថៃកសាងទេគឺស្ដេចខ្មែរកសាងមានឈ្មោះប្រវត្តិស្ដេចកសាងនៅសតវត្សណាគឺបងហើយថៃជាចង់បានរបស់គេហើយថៃកាន់ពុទ្ធសាសនាថេរវាទដូចខ្មែរដែរទី1ហើយទី2នៅជិតខាងគ្នាផងមង្គលយកគ្នាជាសត្រូវយកខ្មែរជាសត្រូវខ្មែរវប្បធម៌គ្រប់យ៉ាងអក្សរសាស្ត្រសិទ្ធិយកពីខ្មែរទៅប៉ុន្តែល្មិលគុណខ្មែរមើងងាយខ្មែរប្រមាថគ្រប់បែបយ៉ាងនៅរៀនសាទាបបឋមសិក្សាមធ្យមសិក្សាមិនឲ្យដឹងប្រវត្តិរបស់ខ្លួនដែលទៅកើតទឹកដីហើយស្អីចេញរបស់ខ្មែរទាំងអស់បងហើយនៅប្រមាថខ្មែរបងអត់ព្រមជប់ដឹងជាអំពើបាបទេបងទាំងសិតអំពើបាបប្រមាថអ្នកមានគុណគឺខ្មែរនឹងឯងមានគុណដល់ថៃហើយប្រមាថអ្នកមានគុណអញ្ចឹងកម្មពីនឹងប្រធ្លាក់ដល់ខ្លួនវិញកម្មពីប្រធ្លាក់ដល់ខ្លួនវិញអត់ព្រមឈប់ទៀតយកលេសគ្រប់បែបយ៉ាងនៅប្រទេសម៉ាឡេស៊ីប្រធានប្រូវេននោះក៏ខំជួយឲ្យខ្មែរនិងថៃកុំឲ្យទាស់គ្នាឲ្យបញ្ឈប់សង្គ្រាមយូរទៅព្រមហើយសារវិលេខនេះទៀតចោតខ្មែរថាដាក់ប្របែកកប់អីហើយខ្មែរអត់ដឹងខ្លួនសោះហើយតាមការស្រាវជ្រាវរបស់ប្រទេសម៉ាឡេស៊ីគឺអង្គការមួយឈ្មោះថា AOT ថាក៏បែកហ្នឹងគឺក៏មិនចាស់ពីបុរាណមកមិនទាន់ដកចេញអស់នៅខ្លួនទៅដើររៀប
ទៅដល់យាមណាទៅប៉ះក៏បែកផ្ទុះទៅចោលតែខ្មែរសងសឹកខ្មែរបងហើយខ្មែរអត់ដឹងរឿងបងខ្មែរអត់ទៅការកប់អីទៀតទេហើយគ្មានចង់បានស្អីពីថៃអត់ទេទោះបីខ្លួនអស់ទឹកដីច្រើនយ៉ាងណាតែថៃយកទៅដើមយកជាង30ខេត្តក៏ដោយក៏ខ្មែរមិនទាន់មានកំណត់ថាចង់យកដីខ្មែរវិញទាំងទៅអត់មានទាន់មានកំណត់ហ្នឹងទេគាត់នៅសារពរណភាពទឹកដីខ្មែរឲ្យបានគង់វង្សប៉ុណ្ណោះហើយតាមកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសបារាំងថ្ងៃ23ដុល្លារ1991ហ្នឹងថៃក្នុងវាអ្នក18ប្រទេសថៃចុះហត្ថលេខាដែរហើយវៀតណាមក៏ចុះហត្ថលេខាដែរថាមិនឈ្លានពានទឹកដីខ្មែរគោរពឯករាជ្យអធិបតេយ្យជាតិទាំងបូរណភាពទឹកដីខ្មែរឥឡូវថៃចូលឈ្លានពានខ្មែររំលោភកិច្ចព្រមព្រៀងនឹងនឹងសន្តិភាពយួនក៏ចឹងដែរចុះលេខាដល់18ប្រទេសទៅចុះលេខាហ្នឹងមានសៀមមានយួនចុះលេខាថាមិនចង់ចូលជាតិនឹងកិច្ចការប្រទេសក្នុងរបស់ប្រទេសកម្ពុជាទេតែផ្ទុយទៅវិញប្រទេសពីរនឹងសញ្ញេចុះលេខាប៉ុន្តែឈ្លានពានទឹកដីខ្មែរព្រោះខុសច្បាប់ខុសច្បាប់អន្តរជាតិហើយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកសមាគមអាស៊ាន11ប្រទេសហ្នឹងខំជួយសមកសមូលឲ្យថៃឈប់ឈ្លានពានប្រទេសកម្ពុជាហើយព្រមព្រៀងមួយខ្មែរហើយបែរជាមកឈ្លានពានតទៅទៀតហើយលើសុខផ្លោងឯខ្លះអត់ទាន់ចប់ទេផ្លោងជាមួយសង្គ្រាមបងខ្មែរមិនចង់ធ្វើចម្បាំងអីតទៀតទេព្រោះខ្មែរគឺធុញទ្រាន់សង្គ្រាមមកតាំងសម័យខ្មែរក្រហមពលពតមកធ្វើចម្បាំងមកស្លាប់ខ្មែរអបកលានគរហើយខ្មែរចង់បានសន្តិភាពមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាទេជាពិសេសប្រទេសជិតខាងចង់រស់នៅជាមួយគ្នាក្នុងសុខសន្តិភាពមិនចង់ធ្វើចម្បាំងទេតែធ្វើចម្បាំងទោះបីតែខ្លួនគាត់បើខ្លួនខ្លាំងមកខ្លួនខ្លាំងបែបមិនក៏ដោយប៉ុន្តែខូចខាតទាំងសងខាងតែវាក៏បែកក៏លើកមានរើមុខអីព្រោះឲ្យតែចង់ធ្វើសង្គ្រាមប្រទេសខ្លួនកំពុងច្បាប់ធម្មជាតិកំពុងយាយីប្រទេសខ្លួនអត់ខំថែទាំប្រទេសខ្លួននេះគឺតែចង់ឈ្លានពានប្រទេសកម្ពុជាបងមិនឈ្លានពានប្រទេសកម្ពុជាទេប្រទេសភូមាម្លេះយ៉ាម៉ាបងចង់ធ្វើសង្គ្រាមគេទៀតលាវយ៉ាងទៅចង់ធ្វើសង្គ្រាមមិនក៏ចឹងថៃក៏ចឹងហើយកាន់ពុទ្ធសាសនាដោយខ្មែរដែរអត់គោរពតាមធម៌ពុទ្ធថាម៉េចពុទ្ធថាស្រៀនពេលគេឲ្យគេមានទុក្ខឲ្យគេពិបាកចិត្តកម្មពីមកធ្លាក់ដល់ខ្លួនវិញបាបកម្មហ្នឹងធ្លាក់ដល់ខ្លួនវិញហើយខ្លួនកាន់ពុទ្ធសាសនាប៉ុន្តែអត់គោរពចូលស្រៀនពេលប្រទេសគេចង់បានទឹកដីគេតទៅទៀតបងនឹងធ្វើម៉េចបន្តសង្គ្រាមមួយខ្មែរមើងងាយខ្មែរអ្នកមានគុណខ្លួនបងវប្បធម៌អក្សរសាស្ត្រយកពីខ្មែរទាំងអស់ខ្មែរមិនចង់រំលឹកគុណទេប៉ុន្តែកុំឲ្យមើងងាយខ្មែរប្រទេសជិតខាងគ្នាគួរយកគ្នាជាមិត្តល្អជាងយកជាសត្រូវណាហើយយកសត្រូវទៅល្អណាស់ស្រួលណាតែខ្មែរមិនចង់បានដីថៃណាអត់ចង់បានទេថៃនៅឆ្លៀនពេលខ្មែរថ្លងក៏បែកតែក៏បែកមិនស្រួលទេ
ប៉ះមិនប៉ះតែទាហានទេប៉ះពាល់ដល់ប្រជារាស្ត្រស្រុតត្រង់គាត់ជារាស្ត្រចេញពីស្រុកខ្មែរជាងកន្លះលានពួក6-7ព្រួយពួកស្លាប់ក៏ស្លាប់ខ្លះរបួសខ្លះវេទនាវារាស្ត្រខ្មែរហ្នឹងទៅរងទុកពីសម័យខ្មែរក្រហមប៉ុលពតហើយមកវេទនាពេលដែលថៃចូលសែនពានប្រទេសកម្ពុជាទៀតបងហើយចង់សឹកខ្មែរបើមិនខ្មែរទៅថាផ្លងមកអត់តតល់ទេប៉ុន្តែខ្លាំងពេកតែខ្មែរតតល់វិញខ្លះក្នុងសិទ្ធិការពារខ្លួនបងទោះបីខ្លួនមិនចង់ច្បាំងក៏ដោយប៉ុន្តែគេយាយីមកបងចង់យកទឹកដីខ្មែរតទៅទៀតមកខ្មែរទៅតស៊ូខ្លះដើម្បីកុំឲ្យថៃមើលងាយខ្លាំងពេកបើថៃមិនផ្លងមកអីខ្មែរក៏អត់ផ្លងទៅវិញដែរអត់មានផ្លងទេខ្មែរអត់ចង់ធ្វើចម្បាំងសោះតាមទឹកចិត្តព្រោះចម្បាំងវិញញឹកញាប់ពេកទៅធុញទ្រាន់សង្គ្រាមជាប់ប៉ុលពតទៅបកប្រជាជនខាងខ្មែរគ្នាឯងបែកបាក់សាមគ្គីគ្នាទៀតតើអាហ្នឹងបានថាមិនចង់បង្កើតសង្គ្រាមទេថៃទៅឈប់សង្គ្រាមទៅចុះលេខាឈប់ច្បាំងគ្នាហើយឲ្យឈប់ទៅឈប់ស្លៀនពៀនខ្មែរតទៅទៀតឈប់ប្រើកបបែកកបភ្លើងនោះវាអត់ស្រួលទេសាច់មនុស្សតែកបបែកបញ្ចូលហើយមានអ្នកចាញ់រងគ្រោះទេអាអ្នកឈ្នះក៏រងគ្រោះដែរព្រោះកបបែកហើយថៃក៏វេទនាដែរដល់ជាងគិតពីប្រទេសខ្លួនឲ្យច្រើនជាងចង់ស្លៀនពៀនប្រទេសគេទៅឲ្យថៃឈប់ទៅប៉ុណ្ណឹងល្មម2ដងហើយព្រោះផ្លងក៏បែកចូលជ្រៅប្រហែល100គីឡូទៀតចូលជ្រៅពីព្រំដែនមកជិត100គីឡូកន្លែងខ្លះតែខ្លះគាត់ប្រហែលដល់100គីឡូហើយចូលជ្រៅទៅទៀតព្រោះហើយយកផែនទីដែលគូសខ្លួនឯងយកឯកតោភាគីយកជាគោលដើម្បីចង់បានទឹកដីខ្មែរតទៀតបងអត់យកផែនទីដែលថៃនិងបារាំងបានព្រមព្រៀងគ្នាហើយសុខចិត្តព្រមព្រៀងគ្នាហើយអត់យកតាមយកផែនទីដែលខុសច្បាប់អន្តរជាតិទៀតបងថៃទៅឈប់ទៅការពុទ្ធសាសនាដូចខ្មែរដែរហើយប្រទេសជិតខាងគ្នាហងទៅកាយច្បាំងគ្នាអញ្ចឹងវាអត់ត្រូវសោះទៅហើយសងសឹកមួយខ្មែរវាកំហុសអីទៅសងតែខ្លួនសងសឹកមានប្លន់យកទឹកដីខ្លួននេះណាសូម្បីដីបាត់បង់ជាង30ខេត្តហ្នឹងខ្មែរអត់មានតន់មានបំណងថាទៀមទាយកមកវិញអត់ទេក៏នការពារពលណាពេលទឹកដីដែលលើកសេះសល់ពីសៀមប្លន់យួនប្លន់យកឲ្យគង់វងតទៅទៀតប៉ុណ្ណឹងអត់មានចង់បានដីសៀមទេហើយវាស់ឲ្យត្រឹមត្រូវទៅវាស់តាមផែនទីដែលបារាំងផ្ដល់ឲ្យនេះបងពិនិត្យមើលច្បាស់លាស់ទៅយ៉ាងម៉េចជាតែចង់បានដីខ្មែរចង់រឿងមួយខ្មែរអត់ពិចារណាបើទោសៈលោភៈទោសៈមោហៈហ្នឹងអាហ្នឹងហើយហេតុនៅការសង្គ្រាមហើយខ្លួនបុណ្យសាសបុជារបស់ពុទ្ធសាសនាដែលអង្គការសហប្រជាជាតិទទួលស្គាល់ថាជាបុណ្យអន្តរជាតិដោយថៃដោយអង្គការសហប្រជាជាតិមើលឃើញបើធ្វើតាមធម៌ពុទ្ធអត់ច្បាំងទេកើតទេគឺថាដើម្បីឲ្យសន្តិភាពពិភពលោកមានពិតប្រាកដគឺមនុស្សកុំជាតិជាកុំស្លៀនពៀនគ្នាកុំបៀតបៀនគ្នាហ្នឹងសន្តិភាពហើយសង្គ្រាមលោកទាំងពីរលើកដោយសារបៀតបៀនគ្នាតើចង់ពង្រីកអំណាចទៅបង
បើធ្វើតាមធម៌ពុទ្ធទៅអត់មានច្បាំងគ្នាកើតទេលើកដៃសម្រាប់គេឧស្សាហ៍សត្វទេឆានល្មមសម្រាប់មនុស្សដូចគ្នានេះបាញ់ប្លង់ក៏បែកអីអត់រើសមុខទេគឺខាងនងច័ន្ទព្រៃរកាយវិជាអ្នកស្រុកនៅវាបំផ្លាញផ្ទះសំបែងអ្នកស្រុកទៀតបងហើយដាក់សំឡេងលឺឲ្យថ្លង់គេដេកមលក់ទៀតមានបញ្ហាដល់កូនសិស្សដែលរៀនសូត្រព្រោះថ្លង់ដេកអត់លក់ទៅជាឈឺទៅអីទៅខានរៀនសូត្រគឺថាអ្នកស្រុកទៅវិលមកវិញហើយកុំបង្កើតសង្គ្រាមតទៅទៀតលំមបានហើយប៉ុណ្ណឹងបានហើយថៃឈប់ទៅចង់បានអីពីខ្មែរមានអវ៉ា GBC យកតាមផែនទីមួយលើ2000ដែលថៃហើយបារាំងក្នុងគេនៅគូឲ្យសុខចិត្តរៀងខ្លួនអស់ហើយមិនកែប្រែទៀតទេយកតាមនឹងទៅ GBC ហួរត្រឹមត្រូវទៅបាច់ប្រើសង្គ្រាមទេយើងចង់បង្កើតសង្គ្រាមមកខូចខាតទាំងសងខាងអន្តរស្នេហ៍ក៏ខូចខាតតែចាញ់ក៏ខូចខាតហើយអន្តរជាតិមានប្រទេសម៉ាឡេស៊ីជាប្រធានប្រវេតផងហើយលោកប្រធានាធិបតីដូណាល់ត្រាំខំជួយធ្វើអាជ្ញាកណ្ដាលអន្តរការីកុំឲ្យទាស់គ្នាព្រោះរឿងក្នុងសកលលោកបើទាស់គ្នាអត់បានសុខទេហើយយូរទៅអាចសង្គ្រាមសកលលោកលើកទី3តទៀតបើហើយលើកទី3មានបរិមាណណូ10ប្រទេសបង10ប្រទេសបើផ្លងមកក៏បីធនធ្ងន់ណាស្លាប់អស់មកពិភពលោកបានជាអន្តរជាតិកម្ពុជាកុំឲ្យកើតសង្គ្រាមរៀងគ្នាហើយបើកើតសង្គ្រាមមួយខ្មែរទៅមានខ្មែរទៅយូរទៅដូចម្លកំពស់ចឹងតទៅទៀតតោសៈនឹងដុតកម្ដៅនេះងថៃឈប់ទៅយុទ្ធគោរពធម៌ពុទ្ធទៅហើយគោរពប្រទេសជាតិនៅជាតិខាងគ្នាយកគ្នាជាមិត្តទៅវិញទៅកុំឲ្យយកខ្មែរជាសត្រូវអត់បានសុខទេមុំប៉ុណ្ណឹងទៅឈប់ទាស់គ្នាទៅអាចចង់បានមកគេពេកអត់ស្រួលទេល្មមបានហើយជាង37ខេត្តទៅហើយល្មមឆ្អែតឆ្អល់ហើយគំចង់បានរបស់គេតទៀតតួគេនៅសល់ខ្លះហើយស្លៀនពៀនហើយសម័យវាចូលតុលាការអន្តរជាតិចូលគ្រប់ច្បាប់ហើយមិនដូចមុនជាយកពីខ្មែរបានជាង30ខេត្តកាលនោះមិនទាន់មានអង្គការសហប្រជាជាតិមិនទាន់មានតុលាការអន្តរជាតិបានថៃជាទៅយកបានហ្នឹងព្រោះឥឡូវមានច្បាប់ហើយធ្វើមិននៅក្របខ័ណ្ឌច្បាប់ម៉ែណៃជាដីខ្មែរបានតទៀតទេខ្មែរទៅការពារហើយថៃទៅឈប់ទៅគោរពធម៌ពុទ្ធផងហើយគោរពប្រទេសនៅជិតខាងគ្នាកុំឲ្យធ្វើសង្គ្រាមគ្នាយើងបានសុខឯប្រទេសជិតខាងធ្វើសង្គ្រាមគ្នាអញ្ចឹងយកគ្នាជាសត្រូវអញ្ចឹងបើថាមិនបានជួយអីគ្នាទេក៏កុំបៀតបៀនគ្នាផ្ដល់សុខដល់គ្នាទៅវិញទៅមកហើយចង់ធ្វើសង្គ្រាមឲ្យមួយខ្មែរខ្លួនកាន់ពុទ្ធសាសនាគោរពធម៌ពុទ្ធផងធ្វើបុណ្យធ្វើទានដែរ
ហើយចូលដាច់សិល5អទិនាទានចង់បានដីគេចង់បានប្រាសាទរបស់អ្នកដទៃហ្នឹងជាទោសធ្ងន់ណាទោសធ្ងន់ណាចង់បានដីគេទោសធ្ងន់ណាពួកខាងប្រសង5មេសៈដល់ទៅទោសដាច់ភិក្ខុភាវៈមកប៉ុន្តែដីនេះតែប៉ុន្តែសៃសក់ហ្នឹងក៏ទៅអនន្តរិយកម្មដែរបាបធ្ងន់ណាដីរបស់គេបាបធ្ងន់ណាបងកុំចង់លួចចង់ប្លន់យកដីគេមកឈប់ប៉ុណ្ណឹងទៅហើយសូមកុមារទោសខ្លួនធ្វើខុសកុំឲ្យមានកម្មពៀពរាតទៅទៀតហើយចង់សងសឹកមួយខ្មែរចង់បានអីទៀតណាចង់សម្លាប់ខ្មែរតទៅទៀតអំពើបាបកម្មដែលថៃធ្វើមកលើខ្មែរហ្នឹងទោសធ្ងន់ណាស់បងទោសធ្ងន់ណាស់បំផ្លាញពុទ្ធសាសនាវត្តអារាមវាខ្ទេចទីអស់ថៃឈប់ទៅប៉ុណ្ណឹងឲ្យល្មមហើយវាឆ្អែតឆ្អល់ហើយយកដីគេមកល្មមហើយគេមិនទាន់តែចង់បានមកវិញផងចង់រក្សាទឹកដីនៅក្នុងបច្ចុប្បន្នឲ្យគង់វង្សតទៀតប៉ុណ្ណឹងកុំឲ្យបាត់តទៀតថៃត្រូវតែឈប់មានការតបកិច្ចតែខ្លួនទៅយកដីគេយ៉ាងទេដីខ្លួនទៅយកពីខ្មែរទៅប្រមាណថែសារឲ្យគង់វង្សទៅកុំចង់សម្លាប់មនុស្សតទៀតបើបាបធ្ងន់ថៃកម្មពៀអត់ជាប់ទេកម្មពៀដែលធ្វើបាបមកលើខ្មែរហ្នឹងមានបាបខ្សោយទេបាបធ្ងន់ណាចង់បានដីគេឲ្យវេបហាគេទៀតអន្តរជាតិជួយខាខាំងចង់កើតទៀតមើលងាយអង្គការសហប្រជាជាតិមើលងាយសហរដ្ឋអាមេរិកថែមទៀតថៃតែអ្នកគ្រាន់បើចង់មិនឆ្លៀនគេប្រទេសគេហ្នឹងអានោះគ្រាន់បើហើយបើយើងឆ្លៀនពីប្រទេសគេហ្នឹងគឺថាយើងជាប្រព្រឹត្តព្រៃផ្សៃច្បាប់ព្រៃណាបៀតបៀនប្រទេសជិតខាងដោយគ្មានគោរពច្បាប់ទម្លាប់អន្តរជាតិទេតែខូចកិត្តិយសចឹងទៅសុខចិត្តទេសុខចិត្តខូចកិត្តិយសឲ្យឡើយថាច្បាំងតទៀតយកពីខ្មែរទៅបានការអីច្បាំងទៀតហ្នឹងបាបកាន់បន្ថែមបាបទៀតដែរបងឈប់ទៅហ្នឹងទៅបាបទៅធ្វើហើយកុំធ្វើបាបតទៀតណាហ្នឹងបាបកាន់ខាងហ្នឹងទៀតដែរថៃល្មមឈប់ហើយសិលកាន់ពុទ្ធសាសនាដឹងបាបដឹងបុណ្យដែរហេតុអីបានថៃចូលស្លៀនពានខ្មែរអញ្ចឹងមកចប់ហើយប្រទេសគេមិនកាន់ពុទ្ធសាសនាព្រោះគេគោរពសិទ្ធិមនុស្សតែអង្គការសហប្រជាជាតិបានឲ្យមនុស្សសកលលោកនោះគោរពសិទ្ធិមនុស្សកុំបៀតបៀនគ្នាកុំប្រើធម៌ហិង្សាnon-violence non-violence អានេះជាអំពើបាបថៃដឹងដែរប៉ុន្តែចូលស្លៀនពានគេទៅលុបបាំងអត់គិតរឿងបាបចង់ស្លៀនពានគេបងចង់បានដីគេចង់បានប្រាសាទរបស់គេមានខ្លួនកសាងផងប្រាសាទរបស់ខ្មែរចង់យករបស់គេតទៀតហើយយកកូនចៅខ្លួនមកស្លាប់អត់ដីទៅអស់ចង់បានដីគេយករះខ្លួនមកស្លាប់ហើយសម្លាប់ខ្មែរតទៀតផង
มันถึงไปเลยบนนั่งช่องบนตัวกันเลยแล้วมาจะมาบดไหลพอก็คือคนกรุงสภาสะกดอะไรไป